ដើមឈើឯកោនៅកោះរងពីដើមឈើងាប់ធម្មតាคล้ายជាទេសចរដ៏មានឥទ្ធិពលលើបណ្ដាញសង្គមនាពេលថ្មីនេះបណ្ដាញសង្គមក្នុងប្រទេសកម្ពុជាហាក់មានការភ្ញាក់ផ្អើលនិងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈដែលរូបភាពដើមឈើងាប់មួយដើមនៅលើឆ្នេរខ្សាត់នៃកោះរងត្រូវបានគេចែកចាយយ៉ាងប្រុងប្រៀតអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺដើមឈើដែលមើលទៅហាក់ដូចជាគ្មានជីវិតមួយដើមនេះបានคล้ายជាចំណុចទាក់ទាញបំផុតដែលទេសចរជាតិនិងអន្តរជាតិមិនអាចរំលងបានឡើយតាមរយៈរូបភាពយើងឃើញថាដើមឈើនេះមានលក្ខណៈពិសេសត្រង់រាងខ្ពស់ស្រឡះនិងមែកធាងដែលនៅសេសសល់បង្កើតបានជាទិដ្ឋភាពបែបសិល្បៈទាក់ទាញយ៉ាងប្លែកភ្នែកនៅពេលវាឈរដាច់ដោយឡែកលើឆ្នេរខ្សាច់សក្បុសក្បែរទឹកសមុទ្រថ្លាយយងវាបានផ្ដល់នូវអារម្មណ៍មួយបែបដែលអ្នកថតរូបហៅថាភាពស្រស់ស្អាតនៃភាពឯកោនេះជាមូលហេតុចម្បងដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមិនថាអ្នកបានទៅដល់ផ្ទាល់ឬអ្នកនៅផ្ទះនោះទេនាំគ្នាបង្ហោះរូបភាពនិងកាត់តរូបខ្លួនឯងឈរជាប់ជាមួយដើមឈើនោះយ៉ាងច្រើនកុះករមិនមែនជារឿងចៃដន្យឡើយដែលដើមឈើនេះល្បីដល់កម្រិតនេះបុគ្គលល្បីៗលើបណ្ដាញសង្គមជាច្រើនបានដើរតួយ៉ាងសំខាន់ក្នុងការពន្លឿនទេសចរណ៍ដ៏ល្អនេះពួកគេបាននាំគ្នាអួតរៀងនិងបង្ហាញស្ទីលថតរូបប្លែកៗក្បែរដើមឈើងាប់នេះរហូតមានការលើកឡើងថាបើមកលេងកោះរងហើយមិនបានថតរូបជាមួយដើមឈើមួយដើមនេះទេគឺពិតជាស្ដាយខ្លាំងណាស់ការប្រកួតប្រជែងគ្នាឲ្យទាន់ទ្រេននេះបានធ្វើឲ្យកោះរងកាន់តែមានភាពអ៊ូអរនិងលេចធ្លោខ្លាំងនៅលើវេទិកា Digital មហាជនទូទៅបានសម្ដែងការគាំទ្រនិងចាត់ទុកថានេះគឺជាយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ដែលមិនចាំបាច់ចំណាយថវិកាតាមរយៈការបង្ហោះចែកចាយតគ្រាវាបានជួយបង្ហាញសម្រាប់កោះរងធ្វើឲ្យភ្ញៀវទេសចរអន្តរជាតិបានស្គាល់ពីទឹកដីកោះដ៏ស្រស់ស្អាតរបស់កម្ពុជាកាន់តែច្បាស់មិនតែប៉ុណ្ណោះវាការចំនួនអ្នកទៅកម្សាន្តនៅតំបន់នោះដែលផ្ដល់ផលប្រយោជន៍ដល់អាជីវករនិងប្រជាពលរដ្ឋក្នុងមូលការដោយការបង្ហាញពីតំបន់ទេសចរធម្មជាតិដែលស្អាតនិងមានភាពច្នៃប្រឌិតក្នុងការថតរូបរឿងរ៉ាវនៃដើមឈើងាប់នៅកោះរងបានបង្រៀនយើងថាជារឿយៗភាពស្រស់ស្អាតមិនមែនស្ថិតនៅលើភាពមានជីវិតឬភាពល្អឥតកោះតែមួយមុខនោះទេប៉ុន្តែវាស្ថិតនៅលើទស្សនវិស័យនិងការចេះច្នៃប្រឌិតដើមឈើមួយដើមនេះបានក្លាយជាតំណាងនៃភាពច្នៃប្រឌិតរបស់អ្នកលេងបណ្ដាញសង្គមខ្មែរនិងជាស្ពាននាំភ្ញៀវទេសចរឲ្យមកស្គាល់ពីភាពអស្ចារ្យនៃសមុទ្រកម្ពុជាយើង